ចូលចិត្តធ្វើការថ្ងៃអាទិត្យឬក៏ចូលចិត្តធ្វើការថ្ងៃបុណ្យដើម្បីបានលុយគុណចាខ្ញុំដូចគ្នាខ្ញុំក៏ជាមនុស្សម្នាក់ដែលចូលចិត្តធ្វើការថ្ងៃបុណ្យខ្ញុំសូម្បីតែចូលឆ្នាំក៏ខ្ញុំធ្វើការដែរណាកាលខ្ញុំធ្វើផ្លូវថ្ងៃអាទិត្យសុំទោសថ្ងៃអាទិត្យក៏ខ្ញុំធ្វើការថ្ងៃបុណ្យក៏ខ្ញុំធ្វើការថ្ងៃបុណ្យដូចចូលឆ្នាំខ្មែរភ្ជុំអញ្ចឹងពីច្រើនខ្ញុំអ្នក stand by ខ្ញុំនៅដើរ check មើលផ្លូវឬក៏ check តាមការដ្ឋានអីចឹងទៅឬក៏ថ្ងៃគេហៅថាថ្ងៃបុណ្យជាតិអីហ្នឹងក៏ខ្ញុំអ្នកធ្វើដែរប៉ុន្តែពេលខ្លះខ្ញុំទទួលបានអារម្មណ៍មួយថាតែខ្ញុំមានអារម្មណ៍ថាខ្ញុំលែងចង់ថែមមកខ្ញុំចង់ដល់ពេលវេលាឲ្យខ្លួនឯងទី1ទី2នៅពេលដែលខ្ញុំយកលុយថែមឬក៏លុយគុណមកចែកជាម៉ោងពេលខ្លះខ្ញុំមានអារម្មណ៍ថាអត់បានកាហ្វេដែលគេញ៉ាំមួយកែវខ្ញុំមានអារម្មណ៍ថាខ្ញុំអត់សប្បាយចិត្តមែនទេអញ្ចឹងពេលខ្លះម៉ោងដែលខ្ញុំថែម1ម៉ោងឬក៏2ម៉ោងដែលខ្ញុំធ្វើនៅត្រង់នេះដឹងមិនទេខ្ញុំធ្លាប់បែងចែកលុយទៅខ្ញុំមានអារម្មណ៍ថាអត់បានគេផឹកបដោតមកកែវផងថាហ្នឹងគឺជារឿងមួយដែលខ្ញុំតូចចិត្តហើយខ្ញុំថាខ្ញុំមិនគួរឲ្យខ្លួនឯងអញ្ចឹងទៀតទេខ្ញុំគួរតែមានការផ្លាស់ប្ដូរអីអញ្ចឹងណា